Vàជំរាបសួរពុកម៉ែបងប្អូនបាទថ្មីបងប្អូនថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនរោងចក្រជួលបងប្អូនណានេះដូចពុកម៉ែបងប្អូនឃើញហើយរោងចក្រយើងគឺរោងចក្រថ្មីតែម្ដងបងប្អូនណាបាទសាងសង់ទៅបានមួយឆ្នាំអីជាងទេហើយដូចពុកម៉ែបងប្អូនឃើញហើយរោងចក្រយើងនេះគឺយើងមានលបងពាត់មកជុំតែម្ដងនេះបាទមើលបាននេះបងប្អូនបាទយើងមានលបងមកជុំតែម្ដងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនបាទជាពិសេសគឺបាទគាត់ត្រូវការរោងចក្រកាត់ដេរឬក៏រោងចក្រទុកទំនិញបាទអាចជែកមកមើលបានទីតាំងយើងនៅ51ក្រោយផ្សារបាត់ដឹងបាទពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ទំហំឃ្លាំងយើងឃ្លាំងធំនេះបាទគេហៅរោងចក្រធំនេះគឺក្បាល31បដោយ84ហើយយើងមានសម្រាប់រោងចក្រតូចមួយទៀតបាទគេតូចមួយទៀតទំហំវា20ក្បាល30មកកាមេរ៉ាចូលមកមើលខាងក្នុងធំឲ្យស្អាតយ៉ាងណាបាទសូមជើញមើលអស់គ្នាបាទនេះពុកម៉ែបងប្អូនយើងមកមើលនេះឃ្លាំងយើងនេះគឺឃ្លាំងថ្មីតែម្ដងបាទអញ្ចឹងឃ្លាំងយើងនេះខ្ញុំសូមបញ្ជាក់ទំហំគឺក្បាល31បដោយ84បាទនេះបងប្អូនមើលឃើញហើយសម្រាប់ពុកម៉ែបងប្អូនត្រូវការបាទរោងចក្រកាត់ដេរឃ្លាំងទុកទំនិញបាទសូមជើញមកមើលទីនេះបានជាទីតាំងគឺទីតាំងយើងនៅក្រោយផ្សារបាត់ដឹងប្រហែលជា5-6 គីឡូតែប៉ុណ្ណោះបាទសូមអរគុណសូមជម្រាបលា